សូមស្វាគមន៍មកកាន់វីដេអូមេរៀនជាបន្តនេះជាមេរៀនអំណាចនៅក្នុងមេរៀនទី3គឺរឿងកំណើតរាជធានីភ្នំពេញអញ្ចឹងបងប្អូនគ្រប់គ្នាប្រកាសជាស្គាល់ហើយអំពីទីក្រុងភ្នំពេញឬក៏រាជធានីភ្នំពេញហើយថ្ងៃនេះយើងមកសិក្សាអំពីកំណើតរាជធានីភ្នំពេញថាតើភ្នំពេញហ្នឹងមានប្រវត្តិយ៉ាងណាមានដំណើរដើមទងយ៉ាងណាតោះទៅសិក្សាជាមួយលោកគ្រូទាំងអស់គ្នាអញ្ចឹងចំពោះចំណងជើងគឺបងប្អូនស្គាល់ហើយតើទៅនឹងទីក្រុងភ្នំពេញឬក៏រាជធានីភ្នំពេញឥឡូវបងប្អូនមកមើលរូបភាពអញ្ចឹងរូបភាពនេះបាទបងប្អូនស្គាល់ទេតើជាទិដ្ឋភាពនៅទីណាជារូបភាពនៅទីណាបាទអញ្ចឹងនៅទីនេះបងប្អូនមើលទៅឃើញមានចេតិយបាទមានរូបនាឡិកាដ៏ធំមួយហើយមានព្រៃឈើព័ទ្ធជុំវិញហ្នឹងបាទអញ្ចឹងនេះគឺជាវត្តភ្នំបាទហើយវត្តភ្នំនេះយើងមើលទៅជាវត្តភ្នំនៅសម័យពីមុនបាទខុសពីសម័យឥឡូវគឺមានការអភិវឌ្ឍច្រើនអញ្ចឹងបន្ទាប់ពីបងប្អូនបានឃើញចំណងជើងហើយគឺច្បាស់ជាស្គាល់ហើយថាទីក្រុងភ្នំពេញនៅឯណាណាហើយរូបវត្តភ្នំនេះគឺនៅក្នុងទីក្រុងភ្នំពេញនឹងឯងឥឡូវដើម្បីឲ្យការអានអំណាចរបស់យើងនឹងកាន់តែល្អកាន់តែរលូនទាំងអស់គ្នាមកមើលពាក្យកន្លឹះជាមួយលោកគ្រូទាំងអស់គ្នាបាទពាក្យទី1គឺចតុមុខបាទចតុមុខហ្នឹងគឺបាទមុខ4ហើយទី2គឺជ័យភូមិបាទជ័យភូមិហ្នឹងគឺទឹកដីមានជោគជ័យឥឡូវលោកគ្រូសូមអានតែពាក្យកន្លឹះឲ្យតែម្ដងទៅកុំឲ្យវីដេអូនឹងវែងពេកហើយនិយមន័យបងប្អូនអាចមើលទៅតាមខ្លឹមសារហ្នឹងមកហើយពាក្យទី3គឺទេវរូបហើយពាក្យទី4គឺព្រះពុទ្ធរូបហើយពាក្យបន្ទាប់គឺមហិទ្ធិឫទ្ធិបាទហើយពាក្យបន្តទៀតហ្នឹងគឺពាក្យលហលហាចបាទហើយពាក្យបន្តទៀតគឺស័ក្តិសិទ្ធិបន្ទាប់ពីស័ក្តិសិទ្ធិគឺសន្មតបន្ទាប់ពីសន្មតគឺសម្រិទ្ធបន្ទាប់ពីសម្រិទ្ធគឺស្ដុកស្ដំស្ថាបនាហើយនឹងអាសនៈអញ្ចឹងពាក្យយើងសរុបមានទាំងអស់2 4 6 8 10 12អញ្ចឹងបងប្អូនមើលនិយមន័យនៃពាក្យទាំង12ហ្នឹងទៅហើយបើអត់យល់បងប្អូនខមមិនសួរខាងក្រោមហ្នឹងលោកគ្រូនឹងព្យាយាមបញ្យល់ឲ្យសាមញ្ញបើសិនបើមើលនិយមន័យនឹងអត់យល់ណាប៉ុន្តែលោកគ្រូគិតថាដូចជាមិនពិបាកយល់ទេដូចជាចតុមុខមុខ4ជ័យភូមិបាទទឹកដីមានជោគមានជ័យហើយទេវរូបតំណាងឲ្យទេវៈហើយពុទ្ធរូបតំណាងឲ្យពុទ្ធអញ្ចឹងបងប្អូនមើលតាមន័យហ្នឹងមកហើយបើអត់យល់ចាំសួរហើយពេលបងប្អូនទៅអានរឿងហ្នឹងសូមបងប្អូនយកចិត្តទុកដាក់ឆ្លើយនឹងសំណួរហើយទៀតយើងទៅអានសំណួរហើយសំណួរហ្នឹងតើតើតួអង្គកាលកាសការផ្ដើមរឿងតួរឿងបញ្ចប់រឿងបញ្ហាចោទដំណោះស្រាយហើយនឹងអត្ថន័យអញ្ចឹងពេលអានត្រូវផ្ដោតទៅលើប៉ុណ្ណឹងអញ្ចឹងយើងទៅមើលសំណួរសិនតាអញ្ចឹងសំណួរទី1តើរឿងនេះមានតួអង្គណាខ្លះតើតួអង្គទាំងនោះធ្វើសកម្មភាពអ្វីខ្លះហើយចូលបង្ហាញតួអង្គឯកនិងតួអង្គរងដោយបញ្ជាក់អំណះអំណាងឲ្យបានច្បាស់លាស់ហើយទី3ចូលបង្ហាញពីការផ្ដើមរឿងតួរឿងនិងការបញ្ចប់រឿងហើយទី4ចូលធ្វើការសិក្សាអំពីកាលកាសនៃរឿងហើយទី5ចូលបង្ហាញពីបញ្ហាចោទនិងដំណោះស្រាយនៃរឿងហើយទី6ចូលបកស្រាយពីអត្ថន័យនៃរឿងឲ្យបានក្បោះក្បាយឥឡូវយើងបកទៅអានអំណាចទាំងអស់គ្នាហើយពេលបងប្អូនអានសូមយកចិត្តទុកដាក់ទៅលើប្រមាណចំណុចទាំងនេះដើម្បីឆ្លើយទៅនឹងសំណួរបាទកអត្ថបទភ្នំដែលសន្មតជានាមរាជធានីរបស់ខ្មែរគឺរាជធានីភ្នំពេញសពថ្ងៃកើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំងដោយមានរឿងដំណាលថាក្នុងកាលកន្លងទៅហើយនៅគ្រិស្តសករាជ1372មានដូនចាស់ម្នាក់ឈ្មោះពេញជាអ្នកមានភោគទ្រព្យស្ដុកស្ដំមានទីលំនៅក្បែរមាត់ច្រាំងទន្លេ4មុខផ្ទះគាត់សង់នៅទីទួលមួយខាងកើតភ្នំតូចមួយថ្ងៃមួយមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យទឹកទន្លេជន់លិចលហលហាចគ្រានោះដូនពេញចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីធំមួយកំពុងអណ្ដែតទឹកមកក្បែរមាត់ច្រាំងហើយដោយអំណាចទឹកហូរចុះឡើងដើមគគីនោះចេះតែអណ្ដែតវិលវល់នៅក្បែរច្រាំងនៅក្បែរមាត់ច្រាំងនោះដូនពេញឃើញដូច្នេះក៏រត់អំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីនោះអ្នកជិតខាងក៏នាំគ្នាយកពួរទៅចងហើយអស់រំកិលបន្តិចម្ដងទាល់តែមកដល់មាត់ច្រាំងពេលដែលដូនពេញយកកំណាត់ឈើទៅកោសគៀភក់ចេញគាត់បានឃើញក្នុងប្រហោងឈើមានព្រះពុទ្ធរូប4អង្គតូចធ្វើពីសំរិទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្មទេវរូបនោះទ្រង់ឈរព្រះហស្តម្ខាងទ្រង់ដំបងព្រះហស្តម្ខាងទៀតទ្រង់សាំងព្រះកេសទ្រង់ធ្នួងដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ដោយរើសបានរបស់ជាទីគោរពក៏នាំដង្ហែព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញហើយដូនពេញចាត់ការសង់ខ្ទមតូចមួយតម្កល់ជាបណ្ដោះអាសន្ន
ថ្ងៃក្រោយមកដូនពេញបានអំពាវនាវឲ្យអ្នកជិតខាងជួយលើកពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅជាភ្នំធំមែនទែនបន្ទាប់ពីនោះគាត់ឲ្យគេអាឈើកូគីនោះធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំក្នុងគ្រិស្តសករាជ1372ដូនពេញនិងអ្នកស្រុកជាច្រើនអ្នកបានស្រុះស្រួលគ្នាសង់វិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើភ្នំនោះហើយគាត់ដង្ហែព្រះពុទ្ធរូបសំរិទ្ធទាំង4អង្គទៅតម្កល់ទុកក្នុងព្រះវិហារនោះចំណែកទេវរូបថ្មមួយអង្គគាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើតដោយគាត់យល់ថាទេវរូបនោះអណ្តែតទឹករសាត់មកពីស្រុកលាវនិងមានបែបភាពដូចជាលាវគាត់ក៏សន្មតថាអ្នកតាព្រះចៅនាមនោះជាប់មកដល់សព្វថ្ងៃកាលបើសាងសង់វិហាររួចហើយដូនពេញបានទៅនិមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិសខាងលិចទើបកើតមានឈ្មោះថាវត្តភ្នំដូនពេញដែលសព្វថ្ងៃហៅកាត់ខ្លីថាវត្តភ្នំតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃតាមជំនឿអ្នកស្រុកថាព្រះពុទ្ធរូបទាំង4អង្គនិងអ្នកតាព្រះចៅនោះបានបញ្ចេញមហិទ្ធិឫទ្ធិឲ្យឃើញពូកែស័ក្តិសិទ្ធិណាស់អ្នកដែលបានបន់ស្រន់តែងបានសម្រេចដោយបំណងក្រោយមកព្រះបាទសម្ដេចបរមរាជាពញ្ញាយ៉ាតទ្រង់គ្រងរាជសម្បត្តិនៅក្នុងព្រះរាជវាំងមហានគរនគរភ្នំបាន16ឆ្នាំទើបទ្រង់បានបញ្ជាឲ្យស្ថាបនាព្រះរាជវាំងថ្មីនៅឯទួលបាសានក្នុងខេត្តស្រីសឈរគឺស្រុកស្រីសន្ធរខេត្តកំពង់ចាមសប្តាហ៍នេះនៅក្នុងពុទ្ធសករាជ1967គ្រិស្តសករាជ1432ព្រះបរមរាជាពញ្ញាយ៉ាតរួមជាមួយសេនាបតីនិមឺនសពមុខមន្ត្រីទ្រង់យាងមកគង់នៅរាជវាំងថ្មីឯទួលបាសានព្រះអង្គគង់នៅទីនោះបានតែជាង1ឆ្នាំប៉ុណ្ណោះដោយទឹកទន្លេចេះតែជន់លិចទ្រង់ក៏បញ្ជាឲ្យសម្ដេចចៅពញាកែនិងអុកញ៉ាហោរាធិបតីខៀវព្រមទាំងមន្ត្រីឲ្យទៀតរកកន្លែងសាងសង់ព្រះរាជវាំងថ្មីតាមអុកញ៉ាហោរាធិបតីខៀវទស្សទាយទៅឃើញថាទឹកដីនាទិសអាគ្នេយ៍នៃភ្នំដូនពេញជាកន្លែងជ័យភូមិល្អព្រះអង្គក៏បញ្ជាឲ្យគេសាងសង់រាជវាំងនៅទីនោះក្រោយពីសាងសង់រួចរាល់នៅឆ្នាំ1434ព្រះអង្គប្រទាននាមក្រុងថ្មីថាទន្លេច្រាបឈាមតាំងពីយូរមកហើយនោះដោយទ្រង់បានប្រទានឈ្មោះជាថ្មីថាទន្លេចតុមុខបូព៌ាវិញព្រះអង្គមានព្រះរាជបញ្ជាឲ្យអុកញ៉ាដេជោស្រីចៅវាយស្រុកសំរោងជាអ្នកកាន់ការលើកដីចាក់លុបបំពេញទីក្រុងថ្មីព្រមទាំងលើកដីចាក់បន្ថែមលើភ្នំដូនពេញឲ្យកាន់តែខ្ពស់ឡើងទីក្រហមជ្រៅដែលកើតចេញមកពីការជីកយកដីនោះជាប់ឈ្មោះថាបឹងដេជោគឺដីត្រង់ផ្សារថ្មីសប្តាហ៍ថ្ងៃនេះមកដល់គ្រិស្តសករាជ1865ព្រះបាទសម្ដេចព្រះនរោត្តមបានផ្លាស់ព្រះរាជវាំងពីក្រុងឧដុង្គមានជ័យមកគង់នៅក្រុងចតុមុខនេះព្រះអង្គបានកសាងក្រុងនេះជាលើកទី2រហូតបានក្លាយជារាជធានីភ្នំពេញសប្តាហ៍ថ្ងៃនេះដកស្រង់នឹងកែសម្រួលពីសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ5តោះឥឡូវបងប្អូនបន្ទាប់ពីបានអានជាមួយលោកគ្រូហើយយើងទៅមើលសំណួរទាំងអស់គ្នាដើម្បីឆ្លើយអញ្ចឹងសំណួរទី1តើរឿងនេះមានតួអង្គណាខ្លះតើតួអង្គទាំងនោះធ្វើសកម្មភាពអ្វីខ្លះអញ្ចឹងតាមសាច់រឿងតួអង្គទី1គឺដូនពេញហើយដូនពេញជានរណាគាត់ជាអ្នករស់នៅក្បែរច្រាំងទន្លេ4មុខហ្នឹងតាមសាច់រឿងហើយគាត់ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំហើយទី2តួអង្គទី2គឺអ្នកស្រុកបាទអ្នកស្រុកហ្នឹងជាអ្នកជិតខាងរបស់ដូនពេញហើយព្រះសង្ឃគឺព្រះសង្ឃដែលគង់នៅវត្តភ្នំដូនពេញហ្នឹងហើយតួអង្គរបស់យើងទី4គឺព្រះបរមរាជាពញ្ញាយ៉ាតហើយតួអង្គរបស់យើងមួយទៀតគឺសម្ដេចព្រះនរោត្តមហើយមានតួអង្គណាទៀតមន្ត្រីរបស់ព្រះរាជាគឺមានតួអង្គចៅពញ្ញាកែមានអុកញ៉ាអុកញ៉ាហោរាធិបតីខៀវហើយតួអង្គណាទៀតបាទដូចជាអស់ហើយតួអង្គអញ្ចឹងតួអង្គទាំងអស់ហ្នឹងគឺជាតួអង្គដែលមាននៅក្នុងសាច់រឿងរបស់យើងមិញហ្នឹងហើយសកម្មភាពផ្សេងៗដូចដែលយើងបានអានអញ្ចឹងដូនពេញគាត់ជាអ្នករស់នៅក្បែរច្រាំងទន្លេ4មុខហើយគាត់ជា
អ្នកមើលឃើញដើមគឺគីមុនគេហើយគាត់ជាអ្នកផ្ដើមគំនិតក្នុងការកសាងអ្វីផ្សេងៗអ្នកស្រុកគឺអ្នកដែលរស់នៅក្បែរដូនពេញហ្នឹងហើយបានមកជួយទាញដើមគឺគីអស់ដើមគឺគីជាមួយដូនពេញហើយប្រសង់គឺប្រសង់ដែលនិមន្តមកគង់នៅវត្តភ្នំដូនពេញហ្នឹងហើយព្រះបាទពញ្ញាយ៉ាតព្រះបរមរាជាពញ្ញាយ៉ាតគឺជាបច្ចេកក្រុងកម្ពុជាស្ថាបនិកទីក្រុងភ្នំពេញលើកទី1ហើយសម្ដេចព្រះនរោត្តមគឺជាស្ថាបនិកក្រុងភ្នំពេញនឹងលើកទី2ហើយព្រះចៅពញ្ញាកែនិងអង្គញាហោរាធិបតីនឹងជានាម៉ឺនឬក៏មន្ត្រីក្នុងរាជព្រះបាទព្រះបរមរាជាពញ្ញាយ៉ាតយើងនេះមិញនឹងឯងអញ្ចឹងណាអញ្ចឹងតួអង្គមានប៉ុណ្ណឹងហើយសំណួរទី2ចូលបង្ហាញតួអង្គឯកនិងតួអង្គរងដោយបញ្ជាក់អំពីអំណះអំណាងឲ្យបានច្បាស់លាស់អញ្ចឹងបងប្អូនដឹងហើយថាតើតួអង្គឯកជាតួអង្គយ៉ាងម៉េចហើយតួអង្គរងជាតួអង្គយ៉ាងម៉េចណាអញ្ចឹងតួអង្គឯកជាតួអង្គដែលមានសកម្មភាពច្រើនជាងគេនៅក្នុងរឿងហ្នឹងតាំងពីដើមដល់ចប់ហើយតួអង្គរងសកម្មភាពតិចជាងតួអង្គឯកចឹងមកអញ្ចឹងតួអង្គឯកនៅក្នុងរឿងហ្នឹងគឺមានតួអង្គណាខ្លះមានតួអង្គដូនពេញព្រះបរមរាជាពញ្ញាយ៉ាតឬក៏ព្រះពញ្ញាយ៉ាតហើយនឹងសម្ដេចព្រះនរោត្តមព្រោះតួអង្គ3ហ្នឹងគឺមានសកម្មភាពច្រើនជាងគេនៅក្នុងសាច់រឿងហ្នឹងហើយតួអង្គរងដូចជាតួអង្គចៅពញ្ញាកែអង្គញាហោរាធិបតីខៀវជាដើមហើយក្រៅពីហ្នឹងសតែជាតួអង្គបន្តបន្សំដូចជាអ្នកស្រុកដូចជាប្រសង់ដូចជានាម៉ឺនមន្ត្រីផ្សេងៗហើយសំណួរទី3នេះពាក់ព័ន្ធនឹងមេរៀនខាងដើមរបស់យើងចូលបង្ហាញពីការផ្ដើមរឿងតួរឿងហើយនឹងបញ្ចប់រឿងអញ្ចឹងចំពោះការផ្ដើមរឿងនេះបងប្អូនមើលមកកន្លែងនេះមកគឺក្នុងការកន្លងទៅហើយនៅគ្រិស្តសករាជ1372ហ្នឹងបានន័យថាគឺគេផ្ដើមដោយបង្ហាញពីពេលវេលាកន្លងទៅយូរណាស់មកហើយពលគឺនៅក្នុងឆ្នាំណា1000គ្រិស្តសករាជ1372ហើយមានដូនចាស់ម្នាក់ឈ្មោះពេញអីចឹងមកអញ្ចឹងហើយនឹងជាការផ្ដើមរឿងចុះតួរឿងកាលណាបើនិយាយពីតួរឿងយើងកុំភ្លេចមេរៀនដំបូងរបស់យើងគឺគេនិយាយអំពីតួអង្គអញ្ចឹងតួអង្គមានតួអង្គដូនពេញព្រះបរមរាជាពញ្ញាយ៉ាតសម្ដេចព្រះនរោត្តមចៅពញ្ញាកែអង្គញាហោរាធិបតីខៀវរបស់យើងមកហ្នឹងអញ្ចឹងតួអង្គទាំងអស់ហ្នឹងសុទ្ធតែជាអ្នកស្រុកក៏ដូចជាប្រសង់ហើយនឹងមន្ត្រីឬក៏នាម៉ឺនមន្ត្រីនៅក្នុងសម័យកាលនោះឯងចា៎ហ្នឹងជាតួអង្គហើយទីកន្លែងគឺរឿងហ្នឹងកើតនៅស្រុកខ្មែររបស់យើងដោយបញ្ជាក់ពីទីកន្លែងពិតប្រាកដនៅក្នុងប្រទេសកម្ពុជារបស់យើងពោលគឺប្រវត្តិរាជធានីភ្នំពេញរបស់យើងនឹងហើយអញ្ចឹងអាហ្នឹងគឺតកតទៅនឹងទីកន្លែងហើយបញ្ហាចោតនៅក្នុងរឿងហ្នឹងអញ្ចឹងបើយើងនិយាយពីបញ្ហាចោតគឺវាស្ថិតនៅក្នុងតួរឿងហ្នឹងហើយអញ្ចឹងបញ្ហាចោតនៅក្នុងរឿងហ្នឹងគឺកើតឡើងពីការដែលយាយពេញគាត់ប្រទះឃើញព្រះពុទ្ធរូបហើយនឹងទេវរូបនៅក្នុងដើមគគីនៅមាត់ច្រាំងទន្លេហើយក៏កសាងភ្នំសម្រាប់តម្កល់ព្រះពុទ្ធរូបទាំងអស់ហ្នឹងទៅអញ្ចឹងអាហ្នឹងគឺជាបញ្ហាចោតអញ្ចឹងបញ្ហាចោតនៃរឿងហ្នឹងគឺកើតឡើងដោយសារតែយាយពេញហ្នឹងគាត់ឃើញព្រះពុទ្ធរូបនិងទេវរូបនៅក្នុងដើមគគីហើយគាត់ក៏កសាងភ្នំមួយសម្រាប់តម្កល់ព្រះពុទ្ធរូបទាំងអស់ហ្នឹងអញ្ចឹងអាហ្នឹងជាបញ្ហាចោតហើយដោះស្រាយធ្វើម៉េចដើម្បីឲ្យកន្លែងហ្នឹងក្លាយទៅជារាជធានីភ្នំពេញអញ្ចឹងដំណោះស្រាយកន្លែងហ្នឹងគឺគេដោះស្រាយដោយមានការផ្លាស់ប្ដូររាជវាំងការជ្រើសរើសទីកន្លែងដែលមានជ័យភូមិទៅហើយព្រះរាជាដែលជាអ្នកគ្រប់គ្រងប្រទេសនៅសម័យហ្នឹងក៏បានរៀបចំកសាងហើយនឹងប្រដិសនាមកន្លែងវត្តសាសន៍នោះជាប់រហូតមកដល់សពថ្ងៃដោយคล้ายទៅជារាជធានីភ្នំពេញអញ្ចឹងអ្នកនិពន្ធដោះស្រាយឲ្យមានការផ្លាស់ប្ដូរហើយដាក់ឈ្មោះទៅជារាជធានីភ្នំពេញសពថ្ងៃហ្នឹងអញ្ចឹងបើដោះស្រាយបែបហ្នឹងទេអត់ចេញជារាជធានីភ្នំពេញអញ្ចឹងអាហ្នឹងជាដំណោះស្រាយទៅនឹងបញ្ហាចោតអញ្ចឹងបញ្ហាចោតគ្រាន់តែឃើញព្រះពុទ្ធរូបយកព្រះពុទ្ធរូបមកហើយកសាងភ្នំសម្រាប់តម្កល់ព្រះពុទ្ធរូបហ្នឹងអត់ទាន់ខ្លាយទៅជារាជធានីភ្នំពេញទេអញ្ចឹងតើតើមានដំណោះស្រាយយ៉ាងបាញ់ហ្នឹងអញ្ចឹងណាហើយឧត្តមគតិនៃរឿងហ្នឹងគឺបង្ហាញពីប្រវត្តិអញ្ចឹងកាលណាបើយើងនិយាយពីឧត្តមគតិក៏នៅក្នុងតួរឿងដែរគឺបង្ហាញពីប្រវត្តិឈ្មោះនៃរាជធានីភ្នំពេញដែលជារាជធានីនៃប្រទេសកម្ពុជារបស់យើងនិងទីកន្លែងមួយចំនួនទៀតនៃទឹកដីខ្មែរយើងដូចជាច្រាំងទន្លេ4មុខចតុមុខស្រីសឈើស្រីសន្ធើក្រុងឧដុង្គហើយឈ្មោះកន្លែងទាំងអស់ហ្នឹងហើយវាជាកន្លែងដែលមានពិតប្រាកដរហូតមកដល់សពថ្ងៃអញ្ចឹងឧត្តមគតិហ្នឹងគេចង់បង្ហាញពីប្រវត្តិឈ្មោះប៉ុណ្ណឹងហើយចំពោះការបញ្ចប់រឿងវិញនៅក្នុងរឿងហ្នឹងគឺគេបានបញ្ចប់ដោយបន្សល់ទុកកន្លែងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជារបស់យើងសពថ្ងៃគឺរាជធានីភ្នំពេញហ្នឹងឯងអញ្ចឹងបន្សល់ទុកនៅកន្លែងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជារបស់យើងគឺភ្នំពេញបាទអញ្ចឹងហ្នឹងជាការបញ្ចប់រឿងនេះបងប្អូនមើលមកខាងចុងហ្នឹងគឺមានការបញ្ចប់រឿងហើយអញ្ចឹងចុងក្រោយក៏คล้ายជារាជធានីភ្នំពេញហ្នឹងជាការបញ្ចប់ហើយចំពោះកាលអាកាសនៃរឿងបងប្អូនអានទៅឃើញពេលវេលាឃើញទីកន្លែងហ្នឹងឯងជាកាលអាកាសអញ្ចឹងមកឃើញពេលវេលាវាជាកាលហើយបើឃើញទីកន្លែងវាជាអាកាសអញ្ចឹងចំពោះកាលអាកាសហ្នឹងឲ្យតែបងប្អូនឃើញ
ពាក្យណាបង្ហាញពីពេលវេលាដូចជាឆ្នាំដូចជាគ្រិស្តសករាជដូចជាពុទ្ធសករាជគ្រិស្តសករាជញោមទៅឲ្យតែឃើញពេលវេលាអាហ្នឹងហើយគឺកាលហើយឲ្យតែឃើញកន្លែងដូចជារាជធានីភ្នំពេញដូចជាក្រុងចតុមុខដូចជាក្រុងឧដុង្គដូចជាអីទៀតដូចជាកំពង់ចាមដូចជាស្រុកស្រីសន្ធរឲ្យតែឃើញទីកន្លែងបែបហ្នឹងគឺជាអាកាសហើយអញ្ចឹងកាលអាកាសគឺសំដៅទៅលើពេលវេលានិងទីកន្លែងហ្នឹងហើយហើយសំណួរទី5បញ្ហាចោតនិងដំណោះស្រាយនៃរឿងគឺយើងមាននៅក្នុងតួរឿងនេះមិញហើយអញ្ចឹងណាអញ្ចឹងចម្លើយមាននៅក្នុងតួរឿងហ្នឹងអញ្ចឹងសំណួរទី6ចូលបកស្រាយពីអត្ថន័យនៃរឿងឲ្យបានក្បោះក្បាយអញ្ចឹងតាមរយៈដំណើររឿងអំបញ្ញមិញហ្នឹងគឺខ្លឹមសារទី1ឬក៏អត្ថន័យទី1នៃរឿងហ្នឹងគេចង់បង្ហាញអំពីប្រវត្តិកំណើតឈ្មោះនៃរាជធានីភ្នំពេញដែលជារាជធានីនៃប្រទេសកម្ពុជារបស់យើងហ្នឹងហើយទី2គេចង់បង្ហាញអំពីប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងដែលមានឈ្មោះពិតប្រាកដដឹកជាប់រហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងចឹងហ្នឹងជាខ្លឹមសារសំខាន់នៃអត្ថបទដែលយើងបានអានមិញហ្នឹងគឺនិយាយពីប្រវត្តិរបស់រាជធានីភ្នំពេញហើយនឹងប្រវត្តិនៃការផ្លាស់ប្ដូររាជធានីកសាងរាជធានីផ្លាស់ប្ដូររាជធានីហ្នឹងអាហ្នឹងគឺប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជារបស់យើងហ្នឹងហើយដែលមានឈ្មោះពិតប្រាកដរហូតមកដល់សប្តាហ៍ថ្ងៃអញ្ចឹងវីដេអូហ្នឹងលោកគ្រូបញ្ចប់ប៉ុណ្ណឹងហើយមិនឲ្យវែងពេកទេហើយបើបងប្អូនមានចម្ងល់ឬក៏អត់យល់អាចសួរលោកគ្រូបញ្ជាក់នៅខាងក្រោមនឹងបានអញ្ចឹងលោកគ្រូសូមបញ្ចប់ប៉ុណ្ណឹងកុំឲ្យវីដេអូហ្នឹងវែងពេកបាទជួបគ្នានៅវីដេអូក្រោយទៀត